ខ្ញុំឈ្មោះប៊ិនសារ៉ុនពីភូមិនេះភូមិលវាឃុំលវាស្រុកពូខេត្តសៀមរាបជាជន1736នាក់ក្នុងប្រទេសវាមាន381គ្រួសារបើសរុបរួមអ្នកអត់ក្នុងប្រទេសมันន័យថាវាស្មើនឹង390គ្រួសារភូមិនេះមានវត្តតែមួយទេវត្តនេះនៅភូមិនេះតាមលើចាស់ថ្ងៃមួយហើយក្នុងមួយឃុំវាមានវត្តនេះតែមួយទេដែលកើតមុនគេភូមិនេះក៏កើតមុនគេដែរណាតាមចាស់និយាយតគ្នាមកទៅដល់ពេលក្រោយមកបានជាធ្វើបានបំបែកដូចយើងរៀនចេះដេញទៅបានចេញបានជាវត្ត3មកវាមានវត្តលកាវាមានវត្តព្រះអង្គទ្រង់ភូមិនេះមូលបានន័យថាចេញពីនេះទៅវាមានថ្នល់កវត្តជុំវិញថ្នល់ចាស់ថ្នល់នោះធំថ្នល់ចាស់បុរាណមកហើយវាគូតវាមូលដូចថាព្រោះថ្នល់វាជុំវិញមានស្រែវាមានដូចជាបើស្រុកនេះគេហៅតាពាំងគេហៅបឹងហ្នឹងណាមានតាពាំងមានអីនៅជុំវិញនោះដែរទាំងមានទាំងក្រៅក៏មានទាំងក្នុងមានតែមួយទេវាជុំវិញប៉ិតជុំវិញចាបឹងនោះវានៅខាងក្នុងគឺវានៅអាខាងក្រៅក៏ជុំវិញអាក្នុងក៏មានជុំវិញដែរមកតាមដែលខ្ញុំដេញមកថាខ្ញុំដេញពីសួរវិសាសាមកគឺគាត់និយាយថាភូមិនេះគឺភ័យជាកើតមុនអង្គរតាមលឺនិយាយតគ្នាមកមានប្រភពមួយនៅកណ្ដាលគេហៅតែប្រភពនោះមិនន័យគេដាក់កណ្ដាលបណ្ដោយចិត្តភូមិនោះពេលណាពេលគ្រោះរាំងស្ងួតអីគេនឹងសុទ្ធទៅកាញ់តែងដែងវាមានគ្រីមានអុយនៅឲ្យសូត្រនៅហៅទឹកភ្លៀងថ្នោតបើថ្នល់នៅរង្វង់វានៅសឹកងាយមកបារាណក្នុងនោះគេព្រោះស្រូវព្រោះអីបាន